ឧទាហរណ៍អ្នកទាំងគ្នាស្រឡាញ់មួយនេះដែលអត់ចូលប្រូទេអញ្ចឹងអ្នកទាំងគ្នាអាចយកនេះអ្នកគ្នាអាចយកមកកែអក្សរបានអញ្ចឹងណាយើងកែបានទាំងអស់ហើយទាំងពណ៌ទាំង font ទាំងអីគឺយើងអាចកែបានទាំងអស់អ្នកទាំងគ្នារហូតដល់យើងធ្វើ slide យើងធ្វើអីយើងធ្វើតាម PowerPoint ទេអត់ជាពិសេសនិស្សិតដែលរៀននៅសាកលអីត្រូវឡើង present ទេអីយើងធ្វើ slide ទៅអីយើងធ្វើនៅក្នុង PowerPoint តែថ្ងៃនេះខ្ញុំសូមណែនាំ website មួយដែលយើងអាចធ្វើទាំង poster នៅក្នុងហ្នឹងក៏បានទាំង slide ក្នុងហ្នឹងវាធ្វើបានច្រើន website ហ្នឹងឬក៏ app ហ្នឹងមានឈ្មោះថា Canva តែយើងគាត់តែចូលមកកាន់ Google Chrome របស់យើងមកអ្នកនេះគេថា Canva អូខេហើយ Canva ហ្នឹងលក្ខណៈពិសេសរបស់វាគឺថាយើងមិនចាំបាច់ save file ហ្នឹងទេអ្នកនេះយើងមិនខ្លាចចាំបាច់បាត់ file បាត់អីញ៉ៃញ៉ៃនោះទេអានេះគឺចូលទៅយើងធ្វើយើងបិទមកគឺវា save ឲ្យយើងស្រាប់តែម្ដងវានៅក្នុង folder ដែលយើងធ្វើហ្នឹងអញ្ចឹងយើងអត់ចាំបាច់ save file ទេអត់ចាំបាច់ញ៉ៃញ៉ៃខ្លាចបាត់ file ខ្លាចអីទេអានេះគឺជាចំណុចដែលស្រួលដែលខ្ញុំចូលចិត្តវាហើយខ្ញុំមូលហេតុដែលខ្ញុំណែនាំអ្នកនេះគឺវាស្រួលអញ្ចឹងបាទខ្ញុំណែនាំអ្នកទាំងគ្នាហើយដល់ពេលចូលមកដល់នៅក្នុង Canva នេះគឺវាមានទម្រង់បែបនេះហើយពេលដែលអ្នកនេះចង់ឧទាហរណ៍ចង់បង្កើត folder ថ្មីមួយ slide ថ្មីមួយអូខេអ្នកនេះចង់ custom size ខ្លួនឯងគឺនៅកន្លែងនេះកន្លែង custom size នេះឧទាហរណ៍អ្នកនេះចង់ដាក់ប្រហែល pixel ខ្ញុំចង់ឧទាហរណ៍ខ្ញុំដាក់ឲ្យអ្នកនេះទំហំ Facebook 1600 1600គុណនឹង2000ចុះហើយយើងជ្រើសរើស pixel ឬក៏ millimeter centimeter អាហ្នឹងលើយើងទេហើយយើងបង្កើតការរចនាថ្មីនេះមកអូខេតែបើសិនអ្នកនេះដាក់អង់គ្លេសវាអាចអក្សរខុសពីហ្នឹងអូខេពេលដែលយើងបង្កើត folder ថ្មីមួយហើយបង្កើត page ថ្មីមួយហើយគឺវានឹងចេញទម្រង់បែបនេះហើយនៅកន្លែងនេះអ្នកទាំងគ្នាអាចរើសបានមានសញ្ញាបង្កត់អញ្ចេះគឺគិត Pro វាគិត Pro អ្នកទាំងគ្នាអញ្ចឹងអាហ្នឹងតើយើងបង់លុយបើយើងអាចប្រើបានដូចជាមួយខែ6-7រៀលអ្នកគ្នាហើយអត់មាន Pro ចេះអ្នកទាំងគ្នាអាចប្រើវាបានហើយអ្នកទាំងគ្នាអាចដូរអក្សរអីបានទាំងអស់ឧទាហរណ៍អ្នកទាំងគ្នាស្រឡាញ់មួយនេះដែលអត់ចូល Pro ទេអញ្ចឹងអ្នកទាំងគ្នាអាចយកនេះអ្នកគ្នាអាចយកមកកែអក្សរបានអញ្ចឹងណាយើងកែបានទាំងអស់ហើយទាំងពណ៌ទាំង font ទាំងអីគឺយើងអាចកែបានទាំងអស់អ្នកទាំងគ្នាអានេះគឺវាមានឲ្យយើងស្រាប់អញ្ចឹងអ្នកទាំងគ្នាហើយខ្ញុំនិយាយមុនហ្នឹងខ្ញុំនិយាយពីការធ្វើ poster អញ្ចឹងបើសិនជាយើងចង់ធ្វើ poster យើងអាចវាយនៅនេះក៏បានដែរអ្នកទាំងគ្នាចាំមើលខ្ញុំឧទាហរណ៍អ្នកនេះមើលខ្ញុំវាយចេះខ្ញុំវាយថា poster អញ្ចឹងទៅអូខេអញ្ចឹងរងចាំបន្តិចវានឹង generate poster ឲ្យយើងហើយអញ្ចឹងនេះគឺជា poster ដែលវា generate ឲ្យយើងដូចអានេះអីគឺស្អាតមែនតើអញ្ចឹងនេះអានេះអីគឺថាស្អាតមែនតើយើងអាចកែនៅនឹងបានអីនៅនឹងបានទាំងអស់អក្សរនេះគឺយើងអាចកែបានអានេះទៅលើកំណត់ creative របស់អ្នកនេះទៅលើការកែច្នៃរបស់អ្នកនេះតើអ្នកនេះចង់ធ្វើមិនកែមិនអាហ្នឹងទៅលើអ្នកនេះកែថែមអីថែមដាក់សម្អល់ដាក់អីថែមអញ្ចឹងទៅវានឹងមានសោភ័ណភាពស្អាតជាងមុនអានេះគឺជាគំរូដែលយើងអាចកែបានហើយនៅក្នុងនេះអ្នកនេះចង់ធ្វើប៉ុន្មាន page ក៏បានដែរចង់ធ្វើប៉ុន្មាន100 page ក៏បានដែរដោយបើសិនជាអ្នកទាំងគ្នាចុចអាបូកនេះគឺវាមកទាំងអស់អ្នកពេលបង្កើត page ថ្មីយើងចុចអាបូកសញ្ញាបូកនេះគឺវាមកជាមួយនឹងអីនេះទាំងអស់អ្នកគ្នាតែបើសិនជាអ្នកចង់បង្កើតតែ page ពណ៌សធម្មតាមួយអ្នកនេះចុចបូកខាងនេះមកអូខេវាបង្កើតបាន page ថ្មីដែលអត់មានអីអញ្ចឹងអ្នកនេះអាច design នៅលើនេះអ្នកនេះអាចកែ color កែពណ៌ដាក់អក្សរអីថ្មីនេះអានេះអីគឺស្អាតមែនទែនបើសិនជាអ្នកនេះមានអី creative ថ្មីទៀតអ្នកនេះដាក់បញ្ចូលវាទៅវាកាន់តែស្អាតជាងមុនទៀតហើយយើងអាចបញ្ចូលរូបយើងដាក់នៅក្នុងនឹងបានដោយអ្នកនេះចូលកន្លែង upload នេះបើអ្នកនេះចង់ដាក់រូបអីថ្មីអញ្ចឹងណាឧទាហរណ៍អ្នកនេះចុច upload ឯកសារនេះមកអ្នកនេះចង់ upload រូបណាថ្មីដាក់ឧទាហរណ៍ខ្ញុំ upload រូបខ្ញុំ upload រូបឡាននេះដាក់ចុះអូខេអញ្ចឹងវានឹងចេញបែបនេះអញ្ចឹងអ្នកទាំងនេះអាចចុចលើឡាននេះដាក់នៅក្នុងនេះបើយើងឧទាហរណ៍ថាខ្ញុំចង់លុបអានេះចេញខ្ញុំដាក់ឡានខ្ញុំចេះអីចឹងទៅប៉ុន្តែអានេះគឺអត់បានកាត់ background តែបើសិនជាអ្នកនេះអាចចូល website ផ្សេងកាត់ background បានបើសិនជាអ្នកបានទិញ Pro តែបើសិនជាអ្នកទិញ Pro គឺវាមានកន្លែងលុប background ស្រាប់តែម្ដងគឺកន្លែងនេះសម្រាប់យើងលុប background ប៉ុន្តែតោះតែយើងបង់លុយវាដែរបើយើងអត់បង់លុយគឺប្រើអត់បានថ្ងៃនេះទាំងគ្នាអញ្ចឹងខ្ញុំគិតថា website Canva នេះគឺវាមានអត្ថប្រយោជន៍ច្រើនដែលយើងអាចធ្វើអីបានច្រើននៅក្នុងហ្នឹងដែលជំនួសការងារ design មួយចំនួនប៉ុន្តែវាអត់អូខេវាអត់អាចដល់ Photoshop អាចដល់អីប៉ុន្តែវាគឺជំនួសច្រើនហើយវាងាយស្រួលនៅក្នុងការធ្វើហើយអីដែលខ្ញុំស្រឡាញ់គឺវាអត់បាត់ file ទេវាអត់ចេះបាត់ file ដូច Photoshop អីធ្វើបាត់ file អីចឹងរត់ខ្ញុំក្តៅដែរវាខ្លះអញ្ចឹងនេះជាអត្ថប្រយោជន៍ដែលខ្ញុំចង់ឲ្យអ្នកនរដឹងហ
ហើយបើអានេះគឺមានតែខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាមានអីថ្មីឬក៏ចង់សួរអីខ្ញុំអាច comment សួរបាន